ជម្រាបជូនបាទសូមគោរពជម្រាបសួរពុកម៉ែបងប្អូនប្រជាកសិករដែលស្រឡាញ់នៅវិស័យចិញ្ចឹមសត្វបាទជាពិសេសបាទគឺអ្នកដែលស្រឡាញ់ខាងចិញ្ចឹមមាន់ស្រែជាលក្ខណៈគ្រួសារបែបគ្រួសារនៅឯផ្ទះចិញ្ចឹមទុកហូបហើយក៏សល់ពីការហូបក៏លក់ខ្លះអីចឹងទៅពុកម៉ែបងប្អូនបាទហើយនេះគឺជាសកម្មភាពដែលខ្ញុំកំពុងតែធ្វើការលាយចំណីជាមួយនឹងកញ្ចុងអង្គរហើយដើម្បីឲ្យមាន់របស់ខ្ញុំស៊ីតែខ្ញុំធ្វើការលាយនោះគឺបើគិតទៅខ្ញុំដាក់ចំណី 50% ហើយកញ្ចុងក៏ 50% ដើម្បីឲ្យមាន់របស់យើងនឹងស៊ីទៅវាមានរសជាតិហើយនឹងមានប្រូតេអ៊ីនគ្រប់គ្រាន់បាទហើយក៏យើងបន្ថែមជាមួយនឹងទឹកបាយស្រាដែលរបស់ខ្ញុំបិទផ្ទាល់ហើយនេះគឺជាសកម្មភាពដែលខ្ញុំដាក់ឲ្យមាន់របស់ខ្ញុំស៊ីហើយវាចូលចិត្តស៊ីមែនតើបាទដាក់ទៅរត់មកឈូតាមគ្នាស៊ីបាទហើយការចិញ្ចឹមវគ្គមុននោះគឺចាប់លក់អស់ហើយពុកម៉ែបងប្អូនបាទហើយនេះគឺជាវគ្គទី2វគ្គទី2នេះគឺមេរៀងតិចដែរហើយវាមិនសូវជាញាស់ច្រើនប្រហែលទេហើយសម្រាប់មាន់ដែលយើងលក់បាននោះគឺតម្លៃដូចជាមកខ្ញុំលក់កាលនោះដូចជា1គីឡូ 17000 មុនចូលឆ្នាំមកពុកម៉ែបងប្អូនបាទហើយតម្លៃរបស់វាគឺគ្រាន់បើមែនដែរបាទមាន់ស្រែវាមិនសូវជាពិបាកប្រហែលទេមាន់ស្រែគាត់ថាវាចំណាយពេលរៀងយូរតិចពី2ទៅ3ខែជាងពុកម៉ែបងប្អូនបាទត្រូវយើងបានលក់ហើយវីដេអូរបស់ខ្ញុំក៏មកដល់ទីបញ្ចប់បើសិនជាមានចំណុចខុសឆ្គងអីក៏សូមមេត្តាខន្តីអភ័យទោសសូមអរគុណសូមគោរពជំរាបលា